ស្រារបស់ប៉ាអូនពិតជាខ្លាំងមែនខ្ញុំចង់ឆ្លាក់មួយទុកជូនម៉ាក់ខ្ញុំអ្នកនិទានប្រសិនបើមិនមែនដោយសារតែនាងតាក់ទាញចិត្តអ្នកទេអ្នកក៏នឹងមិនធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដើម្បីមកតាមរកខ្ញុំដែរអ្នកនិទានរដូវក្តៅក្រោយប្រឡងបាក់ឌុបរួចយុវជនដែលចូលចិត្តភាពសេរីម្នាក់បានជួបស្នេហាមួយជីវិតរបស់គេប៉ុន្តែប្រសិនបើមិនមែនដោយសារតែឪពុកម្ដាយទេអ្នកនិទានពួកគេគួរតែជាមិត្តភក្តិពីកុមារភាពដែលធំធាត់ជាមួយគ្នាហើយអ្នកនិទានតែសំណាងល្អ18ឆ្នាំក្រោយមកពួកគេបានក្លាយជាអ្នកសង្គ្រោះរបស់គ្នាទៅវិញទៅមកដោយសារតែឆេនឡូឆៅចាញ់សណ្ដែកដីអ្នកនិទានចាប់តាំងពីពេលនោះមកម្ហូបមាន់ឆាគង់ប៉ាវនៅផ្ទះរបស់ឃ្យូយ៉ៃលែងមានដាក់សណ្ដែកដីទៀតហើយអ្នកនិទាននោះជាលើកទី1ហើយដែលគេមានអារម្មណ៍ថាទទួលបានការយកចិត្តទុកដាក់ពីគ្រួសារសូម្បីតែមានអារម្មណ៍ថាខ្លួនឯងសំខាន់ខ្លាំងអ្នកនិទានហើយឆេនឡូឆៅក៏ព្រមអត់ទោសឲ្យពុករបស់គេដោយសារតែឃ្យូយ៉ៃដែលប្រហែលជាគេនឹងមិនហៅគាត់ថាប៉ាពេញមាត់ទេអ្នកនិទានប៉ុន្តែយ៉ាងហោចណាស់ក៏អាចរស់នៅជាមួយគ្នាដោយសុខសាន្តដែរចំណែកឪពុករបស់គេដែលចង់ប៉ះពាល់កំហុសចំពោះកូនប្រុសអ្នកនិទានក៏បានសម្រេចបំណងតាមរយៈឃ្យូយ៉ៃដែលគាត់មានបំណងប្រគល់វីឡានៅលើភ្នំឲ្យទៅឆេនឡូឆៅអ្នកនិទានប៉ុន្តែគាត់ដឹងថាឆេនឡូឆៅច្បាស់ជាមិនយកទេទើបគាត់ទុកវាឲ្យទៅឃ្យូឆៃវិញអ្នកនិទានហើយឆេនយេសិនហាក់ដូចជាភ្ញាក់ខ្លួនដែរគាត់ដឹងថាផ្ទះមួយនេះត្រូវបានបំផ្លាញដោយផ្ទាល់ដៃរបស់គាត់អ្នកនិទានគាត់មិនអាចដោះស្រាយទំនាក់ទំនងជាមួយប្រពន្ធបានល្អទេហើយថែមទាំងសង្ស័យរឿងបញ្ជូនឆេនឡូឆៅទៅក្រៅប្រទេសទៀតផងអ្នកនិទានតាមពិតទៅក្នុងនាមជាឪពុករបស់ឆេនឡូឆៅគាត់មានមោទកភាពណាស់ព្រោះឆេនឡូឆៅចេះដឹងខុសត្រូវតាំងពីតូចអ្នកនិទានធ្វើឲ្យគេខ្លាចជាគំរូដែលអាណាព្យាបាលដទៃទៀតច្រណែនអ្នកនិទានប្រហែលជាមនុស្សតតែពេលបាត់បង់ពិតប្រាកដទើបចង់ប៉ះពោះឡើងវិញប៉ុន្តែឆេនឡូឆៅឥឡូវនេះលែងត្រូវការទៀតហើយអ្នកនិទានរឿងរ៉ាវកាលពីអតីតកាលគេក៏មិនចង់រំលឹកទៀតដែរប៉ុន្តែយ៉ាងណាមិញគាត់ជាឪពុកដែលគេហៅឈ្មោះពេញអស់ជាង10ឆ្នាំមកហើយអ្នកនិទានពេលឃើញសក់ទាំងសងខាងរបស់គាត់ប្រែជាស្កើចិត្តរបស់ឆេនឡូឆៅជិះមិនផុតពីការអាណិតឡើយអ្នកនិទានដូច្នេះមុនពេលចាក់ចេញគេបានសន្យាថាឲ្យតែមានពេលគេនឹងត្រឡប់មកលេងវិញអ្នកនិទានពេលវេលាហោះហើរលឿនណាស់4ឆ្នាំក្រោយមកខូយ៉ៃបានរកឃើញការងារដែលពេញចិត្តចំណែកឆេនឡូឆៅនៅតែបន្តរៀនយកបណ្ឌិតអ្នកនិទានប៉ុន្តែចិត្តរបស់ឆេនយ៉ាវនៅតែសើបនឹងភ័យស្រួយដដែលសូម្បីតែពេលខូយ៉ៃយកសព្វហៅឈ្មោះស្ថាបត្យករដែលនាងគោរពអ្នកនិទានក៏គេត្រូវប្រច័ណ្ឌមួយរឿងនឹងដែរយប់មិញអូននិយាយរវើវាយអូននិយាយអីគេហើយឈ្មោះប្រុសផ្សេងមិនអាចទេដឹងមែនតាជានរណាគឺប៉ាអូននឹងឈួតខឹងមែនអ្នកនិទានបន្ទាប់មកខូយ៉ៃបានឃើញការណែនាំអំពីការរៀបការនៅលើទូរស័ព្ទរបស់ឆេនឡូឆៅដូច្នេះពេលញ៉ាំបាយល្ងាចនោះអ្នកនិទាននាងស្មានថាឆេនឡូឆៅនឹងសុំនាងរៀបការប៉ុន្តែមិននឹកស្មានថាឆេនឡូឆៅគ្រាន់តែឃើញឈូយ៉ាងខៃទិញការមួយបាច់ឲ្យគេយ៉ាងអ្នកនិទានគេគិតថាអ្វីដែលអ្នកដទៃមានខូយ៉ៃក៏មិនអាចខ្វះបានដែរអ្នកនិទានតាមពិតឆេនឡូឆៅកំពុងរងចាំពេលវេលាសំមួយថ្ងៃនេះគេបាននាំខូយ៉ៃត្រឡប់ទៅផ្ទះជួលដែលពួកគេជួបគ្នាលើកដំបូងអ្នកនិទានខូយ៉ៃឃើញគេបើកទៅនាងស្មានថាគ្រាន់តែចូលទៅមើលលេងប៉ុណ្ណោះប៉ុន្តែមិននឹកស្មានថាពេលបើកទ្វារទៅគឺជាការភ្ញាក់ផ្អើលដែលឆេនឡូឆៅរៀបចំឲ្យអ្នកនិទានហើយអ្វីដែលធ្វើឲ្យនាងកាន់តែភ្ញាក់ផ្អើលនោះគឺកាដូឆ្នាំថ្មីដែលឆេនឡូឆៅជូននាងកាលពី4ឆ្នាំមុនអ្នកនិទានតាមពិតមានចិញ្ចៀនសុំរៀបការរបស់ឆេនឡូឆៅលាក់នៅក្នុងនោះហើយខូយ៉ៃក្នុងស្ថានភាពដែលមិនដឹងខ្លួនសោះអ្នកនិទានបានដាក់វានៅលើទូរស័ព្ទអស់រយៈពេល4ឆ្នាំភាពរ៉ូមែនទិកដែលមានតែមួយគ្មានពីរនេះពិតជាមានតែឆេនយ៉ាវទេទើបអាចធ្វើបានខូយ៉ៃរៀបការជាមួយបងទៅស្ដាប់មនុស្សទេខូយ៉ៃរៀបការជាមួយបងបានទេចូលព្រមឆេនយ៉ាវអ្នកនិទានបន្ទាប់មកឆេនឡូឆៅទទួលបានឱកាសទៅសិក្សានៅទីក្រុងរួចចេញប៉ុន្តែខូយ៉ៃហាក់ដូចជាមិនសូវពេញចិត្តសោះអ្នកនិទាននាងបែរជាខិតខំធ្វើការកាន់តែខ្លាំងរហូតធ្វើឲ្យឆេនឡូឆៅមានអារម្មណ៍ថាខូយ៉ៃហាក់ដូចជាធុញទ្រាន់នឹងគេហើយអ្នកនិទានសូម្បីតែថ្ងៃដែលគេចាក់ចេញក៏នាងមិនបានទៅជូនដំណើរដែរហើយឆេនឡូឆៅក៏យល់ថាជារឿងធម្មតាអ្នកនិទានថាខូយ៉ៃប្រហែលជាភ្លេចថ្ងៃខួប5ឆ្នាំរបស់ពួកគេហើយដូច្នេះគេមិនរំពឹងថានឹងមានរង្វាន់អ្វីក្រោយពេលមើលកូនចប់នោះទេអ្នកនិទានរហូតដល់ពេលចេញមកក្រៅទើបគេសម្លេងដល់ដែលធ្លាប់ស្គាល់នោះឆេនឡូឆៅអ្នកនិទានពេលនេះទើបគេយល់ថាពេលដែលខូយ៉ៃដឹងថាគេត្រូវទៅបរទេសនាងក៏ចាប់ផ្ដើមរៀបចំសម្រាប់ខួប5ឆ្នាំរបស់ពួកគេអ្នកនិទានប៉ុន្តែដើម្បីកុំឲ្យប៉ះពាល់ដល់ការងារនិងជីវិតនាងត្រូវតែធ្វើការឲ្យចប់មុនកំណត់អ្នកនិទានទើបអាចធ្វើដំណើររាប់ពាន់គីឡូម៉ែត្រដើម្បីមកដល់ភាពភ្ញាក់ផ្អើលដល់គេបានអ្នកនិទានហើយឆេនឡូឆៅដឹងថាឌូម៉ាក់ឈូគឺជាមនុស្សដែលឈូឆៃតែងតែនឹករលឹកក្នុងចិត្តមូលហេតុ